សកម្មជនភ្នាក់ងារសង្កេតការបោះឆ្នោតគណបកភ្លើងទៀនឆ្នាំ2022ចំនួន11រូបនៃស្រុកភ្នំស្រួចសមាជិកចូលរួមជីវភាពនយោបាយជាមួយគណបកប្រជាជនកម្ពុជាឯកឧត្តមទេប៊ុនថេងទេប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបកប្រជាជនកម្ពុជានិងជាប្រធានចលនាកសាងសមាជិកបកមូលដ្ឋានខេត្តកំពង់ស្ពឺបានដឹកនាំសមាជិកក្រុមការងារទាំងអស់ចុះជួបជាមួយសមាជិកនិងថ្នាក់ដឹកនាំគណបកនយោបាយនិងក្រុមប្រឆាំងមកពីភ្នាក់ងារសង្កេតការបោះឆ្នោតគណបកភ្លើងទៀនឆ្នាំ2022ក្នុងឃុំមហាសាំងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺនៅថ្ងៃទី18ខែមិថុនាឆ្នាំ2025នេះក្រោមការដឹកនាំរបស់ឯកឧត្តមទេប៊ុនថេងប្រធានក្រុមការងារចលនាកសាងសមាជិកគណបកនៅមូលដ្ឋានខេត្តកំពង់ស្ពឺនិងក្រុមការងារចលនាសមាជិកបកទទួលបានសកម្មជនគាំទ្រគណបកភ្លើងទៀនចំនួន11រូបក្នុងនោះស្រី8រូបបានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបកប្រជាជនកម្ពុជាដោយពួកគាត់ទាំងអស់គ្នាស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបកប្រជាជនកម្ពុជាតាមរយៈក្រុមការងារចលនាកសាងសមាជិកគណបកនៅមូលដ្ឋានខេត្តកំពង់ស្ពឺនេះអត់មានការបង្ខិតបង្ខំឬទិញដូរអ្វីឡើយដោយពួកគាត់ទាំងអស់គ្នាឈប់ជឿនៅនយោបាយកុហកបោកប្រាស់របស់បកពួកក្រុមជ្រុលនិយមដែលដឹកនាំដោយជនក្បត់ជាតិសំរងស៊ីតទៅទៀតហើយនឹងបានយល់ឃើញយ៉ាងច្បាស់ថាគឺមានតែគណបកប្រជាជនកម្ពុជាតែមួយគត់ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបកនិងជាប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតអនុប្រធានគណបកនិងជានាយករដ្ឋមន្ត្រីដែលសម្ដេចទាំងទ្វេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញបរិបូរណ៍និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនិងគាំទ្រចំពោះរាជរដ្ឋាភិបាលដែលយកបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ គឺមោទនភាពជាតិខ្មែររកអ្វីប្រៀបផ្ទឹមពុំបានឡើយគោរពសម្ដេចតេជោហ៊ុនសែនប្រធានគណបកប្រជាជនកម្ពុជាជាទីគោរពដល់គុំពោះបំផុតយើងខ្ញុំជាភ្នាក់ងារគណបកភ្លើងទៀនភូមិមហាសាំងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺសូមប្រកាសផ្ដាច់ខ្លួនចេញពីគណបកប្រឆាំងនិងសូមគោរពស្នើសម្ដេចតេជោហ៊ុនសែនសូមចូលរួមជីវភាពនយោបាយជាមួយគណបកប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅដោយស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំឬទិញដូរឡើយព្រោះយើងខ្ញុំឈប់ជឿនៅនយោបាយគូតកុហករបស់មេដឹកនាំគណបកប្រឆាំងតទៅទៀតហើយជាពិសេសគណបកក្រុមជ្រុលនិយមដែលដឹកនាំដោយជនក្បត់ជាតិសំរងស៊ីយើងខ្ញុំសូមគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដែលយកបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ គឺជាមោទនភាពជាតិខ្មែរជ័យយោប្រជាជនកម្ពុជាជ័យយោរាជរដ្ឋាភិបាលកម្ពុជាជ័យយោសម្ដេចតេជោហ៊ុនសែនសូមអរគុណ